នៅថ្ងៃទី31ខែតុលាឆ្នាំ2025កាសែតថៃក្នុងស្រុកមួយចំនួនបានចុះផ្សាយឲ្យដឹងថាសកម្មជននយោបាយម្នាក់បានបង្កភាពចលាចលនៅក្នុងភូមិបាណងច័ន្ទក្នុងស្រុកខុកសុងខេត្តស្រះកែវនៅព្រឹកនេះសកម្មជនអាវលឿងជាតិនិយមឈ្មោះវីរ៉ាស៊ុំខ្វាំខីតបានដឹកនាំមនុស្សប្រហែល150នាក់ទៅកាន់ភូមិបាណងច័ន្ទដោយទាមទារឲ្យអាជ្ញាធរថៃរុះរើលំនៅឋានរបស់កម្ពុជានៅក្នុងតំបន់នោះក្រុមនេះបានគំរាមកំហែងដោយប្រើប្រាស់គ្រឿងចាក់ជីកដីនិងត្រាក់ទ័រកសិកម្មដែលពួកគេយកមកជាមួយប្រសិនបើអាជ្ញាធរមិនចាត់វិធានការចំណែកកាសែត The Nation បានលើកឡើងថាភាពតានតឹងដែលបានផ្ទុះឡើងនៅថ្ងៃនេះក្រុមសកម្មជនបានដើរឆ្ពោះទៅកាន់តំបន់ដាក់របាំងការពារនៅបញ្ជាប្រតិបត្តិការ ISOC ជាតំបន់ការពារជនស៊ីវិលពីការចូលរួមនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់បើទោះបីជាមានការព្រមានម្ដងហើយម្ដងទៀតពីកងកម្លាំងយោធាថៃក៏ដោយលោកវីរ៉ាស៊ុំខ្វាន់ខីតនិងក្រុមបាតកោជាច្រើនអ្នកនៅតែបន្តចូលទៅក្នុងតំបន់នោះដែលមានក្រុមប៉ូលីសបានដាក់ពង្រាយជាច្រើនដើម្បីគ្រប់គ្រងស្ថានភាពនិងការពារក្រុមបាតកោពីការឈានទៅមុខបន្ថែមទៀតនៅពេលដែលមានការប្រឈមដាក់គ្នាកាន់តែធ្ងន់ធ្ងរឡើងកងកម្លាំងថៃបានហៅលោកវីរ៉ានិងក្រុមរបស់ពួកគាត់ទៅកាន់ប៉ុស្តិ៍នគរបាលខុកសុងដើម្បីពិភាក្សាក្រោយមកត្រូវបានដោះលែងវិញ